đây là từngគ្នាថ្ងៃនេះយើងមករៀនពីម្ហូបឆាសៀងសាច់ជ្រូក3ជាន់គ្រឿងផ្សំយើងមានសាច់ជ្រូក3ជាន់4ខាំស្លឹកខ្ទឹមហើយនឹងខ្ទឹមសហើយនឹងមានម្ទេសហើយនឹងសៀងយើងដាក់2ដបសៀងផ្អែមឥឡូវយើងដាក់ខ្ទះឲ្យក្តៅហើយយើងដាក់ខ្លាញ់ចូលខ្លាញ់យើងដាក់ល្មមបានហើយកុំច្រើនពេករួចហើយយើងដាក់ខ្ទឹមសម្លីងវាឲ្យឡើងក្រហមយើងម្លីងវារហូតដល់ឡើងក្រហមណាអូខេអ្នកទាំងអស់គ្នាខ្ទឹមសយើងក្រហមហើយអញ្ចឹងខ្ញុំដាក់សាច់ជ្រូក3ជាន់ចូលសាច់ជ្រូក3ជាន់ក៏យើងម្លីងវាឲ្យរៀងក្រហមដែរម្លីងឲ្យវាក្រៀមហើយក្រហមហើយនឹងកុំឲ្យវានៅខ្លាញ់ច្រើនពេកយើងដាក់វាឲ្យក្រៀមមកអញ្ចឹងគឺពេលយើងធ្វើទៅគឺវាតំណងហើយឆ្ងាញ់ទៀតឥឡូវយើងលេងវាឲ្យឡើងក្រហមឥឡូវខ្ញុំក្រហមហើយខ្ញុំដាក់សៀងចូលសៀងខ្ញុំដាក់តាសៀងឯងខ្ញុំអត់យកទឹកវាទេអញ្ចឹងខ្ញុំសម្រិតទឹកវាចេញហើយយើងកូរវាឲ្យសព្វដែរមកអូខេបន្ទាប់ពីសៀងសព្វហើយខ្ញុំដាក់ប៊ីចេងកន្លះស្លាបព្រាដោយសារសៀងវាប្រៃហើយខ្ញុំដាក់ស្ករសមល្ព្រាអញ្ចឹងដោយសារសៀងវាប្រៃខ្ញុំអត់ដាក់គ្រឿងអីផ្សេងទេខ្ញុំដាក់តែប៊ីចេងហើយនឹងស្ករសឯងហើយឥឡូវខ្ញុំភ្លក់មើលសិនតើវាល្មមនៅអូខេបន្ទាប់ពីខ្ញុំភ្លក់ហើយឃើញថារសជាតិវារៀងដិតអញ្ចឹងខ្ញុំថែមទឹកយើងទឹកសាបអញ្ចឹងហ្នឹងកន្លះកូនចានហើយខ្ញុំភ្លក់ម្ដងទៀតទុកវាឲ្យពុះសិនមកហើយយើងភ្លក់ម្ដងទៀតឥឡូវខ្ញុំភ្លក់ទៅល្មមហើយអញ្ចឹងខ្ញុំដាក់ម្ទេសជាមួយនឹងស្លឹកខ្ទឹមចូលហើយយើងកូរវាឲ្យរៀងស្លឹកខ្ទឹមហើយនឹងម្ទេសហ្នឹងរៀងចូលជាតិគ្នាបន្តិចមកហើយវារៀងឆ្អិនបន្តិចមកជាការស្រេចហើយអូខេឥឡូវយើងម្ហូបយើងឆ្អិនហើយអញ្ចឹងខ្ញុំដួសដាក់ចានហើយម្ហូបឆាសៀងហ្នឹងក៏ជាម្ហូបដែលចុះបាយដែរអ្នកទាំងអស់គ្នាគឺម្ហូបឆ្ងាញ់ហើយអស់លុយតិចធានាថាបាយមួយឆ្នាំងសៀងមួយចានហ្នឹងគឺម៉ត់ហ្មងអត់មានសល់ទេហើយនេះបន្លែខ្ញុំដាក់មានតែទឹកសក់ហើយនឹងប៉េងប៉ោះទេ